បាទសួស្តីទាំងអស់គ្នាបាទនេះគឺជាវីដេអូដែលកំឡុងពេលនេះខ្ញុំបានទៅប្រទេសចិនណាទៅខេត្តកួងតុងអឺហើយនៅទីក្រុងសិនចិននៅក្នុងខេត្តកួងតុងហ្នឹងវាមានកួងជូវមានសិនចិនអីហ្នឹងហើយខេត្តហ្នឹងធំហើយកន្លែងនេះគឺជាទីក្រុងដ៏មមាញឹកដែលពាក់ព័ន្ធជាមួយនឹងការលក់គ្រឿងអេឡិចត្រូនិកហើយអ្វីដែលខ្ញុំចង់ផ្ដោតសំខាន់ថ្ងៃនេះគឺអ្នកនរគ្នាឃើញហើយចាប់ពីបើកក្បាលមកគឺខ្ញុំថតទៅម៉ូតូឬកង់អាគុយទៅម៉ូតូអាចថាជាម៉ូតូចុះព្រោះនៅទីក្រុងនេះខ្ញុំសង្កេតឃើញថាសឹងតែ100%ទៅហើយតែប្រជាជនចិនណាបានប្រើប្រាស់ម៉ូតូអគ្គិសនីឬក៏គេហៅថាម៉ូតូអាគុយបើមិនចឹងទេគេប្រើកង់ហ្នឹងក៏មានជាលក្ខណៈប្រើ app ដែលយើងជួលជិះអញ្ចឹងណាបាទអញ្ចឹងបើយើងមើលទៅសកម្មភាពដ៏មមាញឹកម៉ូតូជាច្រើនរយគ្រឿងដែលប្រជាជនគេជិះហ្នឹងគឺសិតតែប្រើអាគុយហើយមិនថាជាប្រភេទម៉ូតូអ្នកធ្វើដំណើរឬក៏ជាអ្នកដឹកអីវ៉ាន់ទេគឺគេបានប្រើប្រាស់ម៉ូតូអាគុយសឹងតែ100%ទៅហើយបើយើងមើលឡានមើលអីមិញហ្នឹងគឺវាអាចមានឡានសាំងឡានអីនៅមានប៉ុន្តែសញ្ញាម៉ូតូគឺសឹងតែ100%ហើយអានេះគឺបើយើងអាច apply វាមកក្នុងស្រុកខ្មែរយើងណាខ្ញុំគិតថាជាពិសេសនៅក្នុងវិស័យ delivery គឺអាចចំណេញបានច្រើនបាទគឺមានតែប៉ុណ្្នឹងទេអរគុណច្រើនបាទ